លោកធានលោកស្រីខលមកមានកាយបងសម្លាញ់ការរឿងធំហើយហេតុយូរីកូនស្រីយើងត្រូវក្មេងនៅសាលារៀនធ្វើបាបយល់ហើយទៅសាលារៀនហោយរីបានsao tôi lúc này chú tụi bạn đi លោកប្រធានជាហៅខ្ញុំមិនមកចង្រៃយូរហើយអ្នកចាត់ការមិនលោកអត់នេះតែមិនចេះលោកប្រធានចាំនៅខាងក្នុងហៅឲ្យមកពេលនេះខ្ញុំក៏បដាល់ហើយកំណត់ការប្រែប្រួលចាំខ្ញុំតាក់ទងទៅវិញគឺថាខ្ញុំជាឆ្កែបំរើត្រូវហៅមកបែបនឹងមែនទេហ៎ខ្ញុំមិនដឹងទេមិនដឹងបានមិនដឹងក៏មិនដឹងឆ្កែបំរើត្រូវទៅហើយពេលណាបានគេមកទៅវិញហេយូរីគេជាអ្នកណាបានឲ្យយើងរងចាំគេអញ្ចឹងអង្គុយចូលសិនទៅយ៉ាងណាយើងត្រូវជួបប៉ាម៉ាក់នេះឲ្យទាល់តែបានអូយមកដល់ហើយអីហេតុអីថ្មនេះទៅតែមកដល់លោកចាំកូនចាំម៉េចទៅឲ្យនាងធ្វើខ្លួនបែបនេះលោកមើលកូនស្រីខ្ញុំទៅខ្ញុំខ្លាចរហូតមិនចង់ឲ្យនាងមកសាលារៀនទេហេតុអីមិនអប់រំកូនបើមានភ្នែកគួរតែបើកមើលខ្លះផងខ្ញុំសុំទោសខ្ញុំធ្លាប់បានឮរឿងប្រាំអំពើហិង្សាជាមួយសិស្សសាលាក្មេងទំនើងស្មានមកដល់ទេថាហេយូរីនៅបន្ទប់ជាមួយមនុស្សបែបនេះបាទខ្ញុំមិនបានធ្វើខុសទេនាងហើយនឹងប៉ពួកនាងតែធ្វើបាបខ្ញុំបានត្រឹមតែទ្រាំហើយទ្រាំទៀតនាងជូនៅស្ងៀមទៅនាងធ្វើបាបខ្ញុំមុនប៉មិនជឿខ្ញុំមែនទេគេធ្វើបាបខ្ញុំមើលងាយខ្ញុំជូលោកផាខ្ញុំថាគួរតែសុំអង្វរជនរងគ្រោះទៅតែល្អទេលោកគ្រូមិនចាំបាច់ទេខ្ញុំត្រូវការឲ្យធ្វើការសួរចម្លើយការប្រព្រឹត្តកម្រិតធ្ងន់ហើយនៅក្នុងសៀវភៅវិន័យរបស់សិស្សសាលាលោកប៉ាគ្មានកិត្តិយសតតែសោះសុំទោសផងខ្ញុំចិញ្ចឹមកូនតែម្នាក់ឯងទើបខ្ញុំធ្វើទូនាទីប៉ាមិនបានល្អសូមយល់ដល់ថាពួកយើងក៏មានកូនស្រីដូចគ្នាដូច្នេះហើយសូមអត់ទោសឲ្យពួកយើងផងចុះខ្ញុំនឹងទទួលខុសត្រូវក្នុងឋានៈជាប៉ាហើយខ្ញុំនឹងឲ្យនាងផ្លាស់សាលារៀនលោកប៉ាចិត្តមនុស្សដែលចិញ្ចឹមកូនស្រីដូចគ្នាមែនទេពិតមែនហើយការចិញ្ចឹមកូនស្រីមិនមែនជារឿងងាយស្រួលទេជាពិសេសចិញ្ចឹមគេតែម្នាក់ឯងទៀតនាងទទួលបានពាក្យសុំទោសហើយឲ្យចប់ប៉ុណ្ណឹងចុះនាងទៅសាលាវិញទៅយ៉ាងមិនដែរមិនបាច់រងរឿងវែងឆ្ងាយទៀតទេប៉ុណ្ណឹងបានហើយអរគុណហើយមិនជាគេមិនជាប៉ានាងធ្វើការអីដែរទៅប្រហែលជាបុគ្គលិកក្នុងក្រុមហ៊ុនធម្មតាបាទលោកធានអរគុណដែលលោកមានទឹកចិត្តល្អបែបនេះពួកយើងអរគុណហើយរឿងបែបនេះមិនកើតឡើងទៀតទេប្រកាសហើយព្រោះថាបើមានរឿងបែបនេះកើតឡើងទៀតសាលារៀនរបស់លោកច្បាស់ជាបិទទ្វារមិនខាន